ជំរាបសួរស្រីលីនខ្ញុំតែងតែឃើញស្រីលីនធ្វើការទាល់តែដល់យប់ជ្រៅតើមានពេលសម្រាកខ្លះទេចាជំរាបសួរមករាខ្ញុំតែងតែមានអារម្មណ៍ថាខ្លួនឯងគ្មានពេលវេលាមិនគ្រប់គ្រាន់ទើបធ្វើការងារដល់យប់ជ្រៅការងារច្រើនបន្ទុកគ្រួសារផងចង់សម្រាកក៏មិនទាន់បានដែរតើកន្លងមកស្រីលីនអាចគ្រប់គ្រងពេលវេលាតាមរបៀបឬវិធីអ្វីខ្លះពិតណាស់ខ្ញុំសរសេរបញ្ជីការងារច្រើនតែគ្មានសណ្ដាប់ធ្នាប់ចុងក្រោយក៏ធ្វើអ្វីតាមដែលខ្លួនចង់ធ្វើតើមានវិធីណាល្អដើម្បីគ្រប់គ្រងពេលវេលាបានទេមករាបាទគឺមានគន្លឹះគឺក្នុងការគ្រប់គ្រងពេលវេលាឲ្យបានល្អមិនត្រឹមតែសរសេរឬកត់ត្រាតែប៉ុណ្ណោះទេតែត្រូវដាក់អាទិភាពលើការងារណាដែលសំខាន់ជាងការងារណាដែលសំខាន់ជាងគេត្រូវធ្វើជាមុនគេដូចនេះមាន3គន្លឹះសាមញ្ញដើម្បីអនុវត្តបាន1កំណត់គោលដៅប្រចាំថ្ងៃធ្វើអ្វីបានច្បាស់2ចែកម៉ោងតាមប្រភេទការងារការសិក្សាសម្រាប់គេង3ពិនិត្យជារៀងរាល់ថ្ងៃបើមានអ្វីបន្ទាន់ត្រូវបដូរគម្រោងឲ្យសមស្របអូស្រដៀងដូចជា time blocking ទេត្រឹមត្រូវហើយកំណត់ម៉ោងជាក់លាក់សម្រាប់កិច្ចការដែលចង់ធ្វើដើម្បីកុំឲ្យការងារជាន់គ្នាឬច្រឡំគ្នាចាតែមានពេលខ្លះខ្ញុំជួយចិត្តធ្វើការងារតាមអារម្មណ៍ពេលវេលាច្រើនត្រូវខាតដោយសារតែពន្យាពេលចាំពេលនេះឬពេលនោះចាំធ្វើមិនដឹងត្រូវធ្វើមួយណាទេមករាអារម្មណ៍សំខាន់តែយើងត្រូវមានវិន័យផងកុំភ្លេចចែកម៉ោងសម្រាប់សុខភាពផងដែរដូចជាហាត់ប្រាណឬសម្រាប់គេងឲ្យបានគ្រប់គ្រាន់មែនហើយមករាយើងមិនអាចធ្វើការបានប្រសើរឡើយបើខ្លួនឯងអស់កម្លាំងប៉ុន្តែខ្ញុំនឹងព្យាយាមផ្លាស់ប្ដូរទម្លាប់ចាស់ចោលល្អណាស់ហើយត្រូវចងចាំមួយពេលវេលាមានស្មើគ្នា24ម៉ោងសម្រាប់មនុស្សគ្រប់គ្នាអ្នកណាដែលអាចគ្រប់គ្រងពេលវេលាបានល្អអ្នកនោះនឹងទទួលបានជោគជ័យលើសអ្នកធម្មតាចាពិតមែនហើយដូច្នេះសូមអរគុណច្រើនមករាចាប់ពីថ្ងៃនេះទៅខ្ញុំនឹងចាប់ផ្ដើមរៀនគ្រប់គ្រងពេលវេលាឲ្យបានត្រឹមត្រូវល្អណាស់ជូនពរស្រីលីនសំណាងល្អក្នុងការអនុវត្តវាឲ្យមានប្រសិទ្ធភាពមុននឹងបញ្ចប់សូមកុំភ្លេច Subscribe ដើម្បីទទួលបានមាតិកាល្អៗថ្មីៗក្រោយៗទៀតសូមអរគុណ